ទោះបីជាពួកសមាជិកត្រកូលលូនៅតែមានបំណងចង់បើកការវាយប្រហារទៅលើបុរសពាក់អាវខ្មៅនោះបន្តទៀតក៏ដោយក៏វាបានពោលឡើងទាំងកំហឹងថាដឹងខ្លួនទៅថាអញមិនមានការតាក់ទងអ្វីនឹងពួកឯងឡើយចូលពួកឯងប្រញាប់ជៀសផ្លូវចេញរួចប្រគល់មនុស្សរបស់ត្រកូលយូហ្វានមកអញភ្លាមបើមិនដូច្នោះទេប៉ុន្តែទេវតាតកកយូយីបានស្រែកកាត់ផ្ដាច់ទាំងកំហឹងថាកុំមកសង្ឃឹមឲ្យសោះព្រោះលោកមេការធំយូហ្វានបានចេញរាជបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យពួកយើងនាំខ្លួនពួកគេត្រឡប់ទៅកាន់ត្រកូលលូវិញដូចនេះតើឲ្យពួកយើងមានសិទ្ធិស្អីទៅព្រមប្រគល់ពួកគេឲ្យទៅឯងដោយងាយស្រួលនោះនាងរួមជាមួយនឹងទេវតាភ្លើងយ៉ាន់យីបានប្រញាប់ប្រមូលផ្ដុំកម្លាំងបញ្ចេញនូវថាមពលភ្លើងនិងតកកព្រមគ្នានឹងបានបង្កើតឡើងនូវរលកកាំរស្មីដ៏មានអំណាចមហិមាមួយដើម្បីវាយចាក់ទម្លុះចំដើមទ្រូងរបស់បុរសពាក់អាវខ្មៅម្នាក់នោះភ្លាមរស្មីនៃពន្លឺដ៏ខ្លាំងក្លាបានជះជិះពេញផ្ទៃមេឃសូគាបានធ្វើឲ្យរូបរាងកាយរបស់បុរសពាក់អាវខ្មៅនោះត្រូវរលាយបាត់បង់សភាពបន្តិចម្ដងលុះរងចាំអស់មួយសន្ទុះខ្លីក្រោយមកក៏មិនមានការមើលឃើញនៅរាល់ស្លាកស្នាមដានជើងរបស់វាសេះសល់ទៀតឡើយធ្វើឲ្យអ្នកទាំងពីរនាក់កើតមានក្តីត្រេកអរជាខ្លាំងហើយរាល់ភាពតានតឹងចិត្តទាំងឡាយដែលធ្លាប់តែមានកាលពីមុនក៏ត្រូវបានរលាយសាបសូន្យអស់រលីងភ្លាមព្រោះពួកគេគឺមិនមានការនឹកស្មានទុកជាមុនទាល់តែសោះថាស្នៀតគុណរួមគ្នារបស់ខ្លួននឹងអាចមានសមត្ថភាពខ្ពស់ក្នុងការកម្ចាត់ចោលមេក្រុមកងទ័ពអាវខ្មៅបានងាយស្រួលបែបនេះឡើយប៉ុន្តែនៅចំខណៈពេលដែលពួកគេបានងាកខ្សែភ្នែកទៅសម្លឹងមើលពួកក្រុមកងទ័ពសត្រូវដែលនៅសេសសល់ជុំវិញនោះភ្លាមស្នាមញញឹមដ៏ស្រស់បោះនៅលើផ្ទៃមុខរបស់យូយីក៏ស្រាប់តែត្រូវរលាយបាត់បង់អស់ទៅវិញពីព្រោះគឺមិនមានវត្តមានរបស់សត្រូវម្នាក់ណាកើតមាននៅភាពចលាចលឡើយគឺគ្រប់គ្នាបានត្រឹមតែរក្សារឹកពាឈរស្ងៀមធ្មឹងប៉ុន្តែស្រាប់តែភ្លាមនោះមានហត្ថសេងនៅរស្មីនៃពន្លឺខ្មៅងងឹតមួយខ្សែជះរះឡើងយ៉ាងគួរឲ្យខ្លាចរួចហើយរូបរាងកាយរបស់មេបញ្ជាការម្នាក់នោះក៏បានដើរលេចមុខត្រឡប់មកវិញភ្លាមដោយវាមានសភាពវិធីសាស្ត្រមិនខុសអីពីពួកក្រុមកងទ័ពអាវខ្មៅកាលពីមុនឡើយរួចវាបានពោលឡើងទាំងក្តីមើលងាយថាវាពិតជាកំពូលវិជាគុណដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ប្រសិនបើជាកាលពីមុនមកនោះស្នៀតគុណមួយនេះច្បាស់ណាស់ថានឹងអាចជួយធ្វើឲ្យពួកឯងទទួលបាននូវលទ្ធផលល្អប្រសើរជាក់ជាមិនខានប៉ុន្តែគួរឲ្យស្ដាយព្រោះពេលនេះរូបអញបានក្លាយជាបុគ្គលពាក់កណ្ដាលមនុស្សពាក់កណ្ដាលអារក្សបាត់ទៅហើយហេតុនេះទោះបីជាអញមិនព្រមរកវិធីគេចវេះចេញក៏រាល់កម្លាំងវាយប្រហារដ៏កំសាករបស់ពួកឯងគឺគ្មានសមត្ថភាពអាចធ្វើអ្វីដល់ដងខ្លួនអញបានឡើយអូលដាច់ពាក្យសម្ដីរួចរាល់ភ្លាមបុរសពាក់អាវខ្មៅម្នាក់នោះបានលូកដៃទៅក្រវីខ្សែច្រវាក់ដែកនៅក្នុងដៃដើម្បីបើកការវាយសម្រុកសង្កត់ទៅលើដងខ្លួនរបស់អ្នកទាំងពីរនាក់ឲ្យខ្ទាតចេញទៅយ៉ាងអាម៉ាស់បំផុតបានធ្វើឲ្យមានការហ្វាសឹងនៅដំណក់ឈាមស្រស់ហូរស្រោចស្រពចេញមកភ្លាមដោយសារតែពួកគេត្រូវរងនៅរបួសធ្ងន់ធ្ងរខ្លាំងរហូតដល់ថ្នាក់ត្រូវមកដេកដួលស្ងៀមទៅលើដីដោយគ្មានសមត្ថភាពកម្រើកខ្លួនឡើយវាពោលដោយសំឡេងដ៏ត្រជាក់ស្រទុំថារូបអញបានចេញមុខមកដាស់តឿនព្រមានពួកឯងរួចជាស្រេចហើយតើចុះតើលើកនេះវាជាទោសកំហុសរបស់នរណាទៅវិញនិយាយរួចខ្សែច្រវាក់ដៃដ៏មានអំណាចក៏បានបើកការវាយសម្រុកសម្ដៅត្រង់ទៅរកខ្លួនរបស់ពួកគេអាសៀជាថ្មីដែលថាប្រសិនបើនៅក្នុងខណៈពេលនោះពួកគេមិនអាចរកវិធីគេចវេះខ្លួនចេញឲ្យបានទាន់ពេលវេលាទេនោះគឺច្បាស់ជានឹងត្រូវស្លាប់បាត់បង់ជីវិតជាក់ជាមិនខានស្ថិតនៅក្នុងស្ថានភាពដ៏មានភាពអាសន្នខ្លាំងបែបនេះលីខឺធានមានក្តីភ័យស្លន់ស្លោនៅក្នុងចិត្តជាខ្លាំងគេបានប្រញាប់ឆក់ដកយកកំពូលក្បាច់គុណនាគបិសាចដើម្បីចេញមុខមកបើកការវាយប្រហាររារាំងទប់ទល់រហូតបង្កឲ្យកើតមាននូវការផ្ទុះឡើងយ៉ាងខ្លាំងក្លាមួយនិងបានជួយរុញច្រានធ្វើឲ្យខ្សែច្រវាក់ដែកនោះត្រូវខ្ទាតថយក្រោយទៅវិញបានសម្រេចយូយីមានការភ្ញាក់ផ្អើលនៅក្នុងចិត្តយ៉ាងខ្លាំងព្រោះមិនមានការនឹកស្មានទុកជាមុនទាល់តែសោះថាសត្រូវម្នាក់នេះគេអាចនឹងមានកម្រិតថាមពលក្បាច់គុណខ្លាំងពូកែអស្ចារ្យដល់ថ្នាក់នេះឡើយប៉ុន្តែស្រាប់តែភ្លាមនោះលោកតាលីបានក្អួតឈាមស្រស់ចេញមកខាងក្រៅយ៉ាងខ្លាំងគេបានប្រឹងប្រែងតស៊ូក្រោកឈរឡើងវិញទាំងមានអាការៈក្អកមិនឈប់រួចពោលទៅកាន់អ្នកទាំងពីរនាក់ថាពួកនាងក៏ដូចគ្នាដែរព្រោះសម្រាប់នៅក្នុងលើកនេះគឺរូបខ្ញុំអាចមានសមត្ថភាពជួយជ្រោមជ្រែងពួកនាងបានត្រឹមតែប៉ុណ្ណេះឯងបុរសពាក់អាវខ្មៅម្នាក់នោះបានលូកដៃទៅក្តាប់យកខ្សែច្រវាក់ដែករបស់ខ្លួនឲ្យណែនរួចពោលឌឺដងថាមិននឹកស្មានសោះថាពួកឯងទាំងពីរនាក់ពិតជាមានចិត្តកើតមាននូវក្តីស្រឡាញ់គ្នាខ្លាំងរហូតដល់ថ្នាក់ហ៊ានសុខចិត្តមកស្លាប់បាត់បង់ជីវិតជំនួសគ្នាពិតប្រាកដមែនណាបើអញ្ចឹងរូបអញច្បាស់ជានឹងជួយចេញមុខមកបំពេញទៅតាមរាល់បំណងចិត្តចុងក្រោយរបស់ពួកឯងឲ្យបានសម្រេចចុះវាបានផ្ទុះកំហឹងដ៏ខ្លាំងក្លាឡើងភ្លាមរួចហើយក៏បានក្រវ៉ាត់បញ្ចេញនូវខ្សែច្រវាក់ដែកដ៏មានអំណាចដែលមានសភាពហោះហើរត្រសែតលឿនស្លេវមិនខុសអីពីសត្វពស់យក្សដ៏មានពិសឡើយសម្ដៅត្រង់ទៅវាយកំទេចដងខ្លួនលីខឺធានភ្លាមដែលនៅក្នុងខណៈពេលនោះគេបានត្រឹមតែឈរជើងសម្លឹងមើលទៅកាន់សេចក្តីស្លាប់ដ៏គួរឲ្យរន្ធត់ដែលកំពុងតែដើរចូលមកដល់ចំពីខាងមុខទាំងចិត្តគឺពោពេញទៅដោយក្តីអស់សង្ឃឹមជាពន់ពេកព្រោះគេគឺមិនដែលធ្លាប់លួចនឹកគិតគូរទុកជាមុនម្ដងណាឡើយថាមកដល់បន្ទាប់ពីខ្លួនបានខំប្រឹងរស់នៅឆ្លងកាត់ការវាយប្រហារនិងការប្រយុទ្ធគ្នាយ៉ាងជោគជាំនៅលើសមរភូមិអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះទៅហើយនោះបែរជាត្រូវមកទទួលរងនូវសេចក្តីស្លាប់ទៅតែមានសភាពគួរឲ្យអាណោចអាធមខ្លាំងបំផុតបែបនេះទៅវិញសោះព្រោះទោះបីជាខណៈពេលនេះគេបានខំប្រឹងប្រែងរកវិធីដោះស្រាយយ៉ាងណាក៏ដោយក៏រូបរាងកាយទាំងមូលគឺនៅតែត្រូវស្ថិតនៅក្នុងស្ថានភាពរឹងស្កកកម្រើកខ្លួនលែងរួចថែមទាំងខ្លួនឯងផ្ទាល់ក៏នៅមិនទាន់បានដឹងស្គាល់ច្បាស់ឡើយថាតើគូប្រកួតចិត្តសាហាវម្នាក់នេះគេជានរណាឲ្យប្រកាសនោះឡើយរីឯខាងយូយីរួមជាមួយនឹងយ៉ាន់យីវិញគឺពួកគេម្នាក់បានត្រឹមតែដេកដួលទៅលើដីដោយគ្មានសេះសល់នៅរាល់កម្លាំងធម៌ពលអ្វីក្នុងការរកវិធីក្រោកឈរឡើងបើកការតស៊ូបានតទៅទៀតឡើយហើយសូម្បីតែលីខឺធានខ្លួនឯងក៏ត្រូវអស់សមត្ថភាពទាំងស្រុងក្នុងការការពារខ្លួនលុះនៅចំខណៈពេលដ៏សំខាន់ដែលមនុស្សគ្រប់រូបកំពុងតែនាំគ្នាគិតសន្មត់នៅក្នុងចិត្តបាត់ទៅហើយថាអ្វីគ្រប់យ៉ាងច្បាស់ជាត្រូវចប់សពគ្រប់ត្រឹមនេះជាក់ជាមិនខាននោះស្រាប់តែមានសំឡេងផ្ទុះសំណាយឡើងមកយ៉ាងមានសភាពគួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងរបស់សត្វបិសាចបានលាន់បន្លឺឡើងកាត់ភ្លាមថាអាបិសាចខ្មៅតើកាលពីមុនមកខ្លួនឯងក៏ធ្លាប់ត្រូវទទួលរងនៅទុក្ខសោកត្រូវពួកបងប្អូនបង្កើតរបស់ខ្លួនបើការក្បត់ចិត្តដូចគ្នាដែរមែនទេអមទៅដោយខណៈពេលមានលេចចេញនៅពន្លឺរស្មីដ៏ត្រចះត្រចង់មួយខ្សែបានដើរលេចពន្លឺឡើងភ្លាម
បានបង្កើតជាចរន្តកម្លាំងដ៏មហិមាមួយជួយរុញច្រានធ្វើឲ្យខ្សែច្រវាក់ដែកដ៏មានអំណាចមួយនោះត្រូវរលាស់ថយក្រោយដេញតាមសម្ដៅត្រឡប់ទៅវាយកំទេចលើដងខ្លួនរបស់បុរសពាក់អាវខ្មៅនោះវិញភ្លាមវាមានការកើតមាននូវក្តីភ្ញាក់ផ្អើលនិងតក់ស្លុតចិត្តជាខ្លាំងនៅក្នុងចិត្តរួចបានប្រញាប់លើកដៃទាំងសងខាងរបស់ខ្លួនឡើងដើម្បីមកជួយបិទបាំងរារាំងទប់ទល់ប៉ុន្តែដោយសារតែរលកកម្លាំងសម្ពាធវាយបកនោះគឺមានកម្រិតភាពខ្លាំងក្លាហិមាពេកហើយទើបបានជារុញច្រានធ្វើឲ្យរូបរាងកាយរបស់វាត្រូវខ្ទាតចេញទៅយ៉ាងឆ្ងាយភ្លាមលោកតាលីក៏លេចឃើញទស្សនវិជ្ជាដ៏អស្ចារ្យបែបនេះភ្លាមក៏កើតមានក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រមទាំងលួចពោលឡើងទាំងក្តីរំភើបថាពិតជាគួរឲ្យសង្វេគខ្លាំងណាស់ពួកឯងព្រោះពេលនេះលោកមេការគ្រប់គ្រងធំជូហ្វានគឺគាត់បានធ្វើដំណើរមកដល់ទីតាំងមួយនេះរួចរាល់អស់ហើយថែមទាំងបានចេញមុខមកជួយស្រោចស្រង់អាយុជីវិតរបស់ពួកយើងបានទាន់ពេលវេលាណាស់លោកមេការសូមលោកមេត្តាប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ផងចុះណាលោកម្ចាស់ជូហ្វានដិតចរិតលក្ខណៈរបស់សត្វចម្លែកម្នាក់នេះគឺវាអាចមានសមត្ថភាពពិសេសក្នុងការផ្លាស់ប្ដូររូបរាងកាយរបស់ខ្លួនឲ្យស្ថិតនៅក្នុងសភាពរវាងរូបកាយពិតនិងសភាពវិញ្ញាណព្រលឹងបានភ្លាមជានិច្ចលីខឺធានបានប្រឹងប្រែងហើបមាត់ពោលរាយការណ៍ប្រាប់ពីអាចកំបាំងសត្រូវទាំងក្តីលំបាកវេទនាខ្លាំងនៅក្នុងខ្លួនថាហេតុដូច្នេះហើយរាល់កម្លាំងនៃការបើកការវាយប្រហារតាមបែបលក្ខណៈធម្មតាទាំងឡាយគឺមិនអាចមានសមត្ថភាពរកវិធីមកប៉ះពាល់ដល់ដងខ្លួនរបស់វាបានឡើយគឺលុះត្រាតែពួកយើងបើកការវាយសម្រុកផ្ទាល់សម្ដៅត្រង់ទៅបំផ្លាញលើកម្លាំងវិញ្ញាណដើមរបស់វាទើបអាចទទួលបាននូវលទ្ធផលល្អប្រសើរពិតប្រាកដជួហ្វានឮហើយក៏បានឆ្លើយតបវិញថាខ្ញុំមានសេចក្តីយល់ដឹងច្បាស់លាស់អស់ហើយដល់ខណៈពេលនេះពួកលោកទាំងពីរនាក់គឺពិតជាមានសភាពហត់នឿយអស់កម្លាំងពីខ្លួនខ្លាំងណាស់ទៅហើយដូចនេះចូលប្រញាប់នាំគ្នាសម្រាកសិនចុះហើយទុកភារកិច្ចការងារប្រយុទ្ធនៅទីនេះឲ្យរូបខ្ញុំជាអ្នកចេញមុខដោះស្រាយវិញជួហ្វានបានដើរមួយទាំងខ្សែភ្នែករបស់គេសម្លឹងចំទៅកាន់បុរសពាក់អាវខ្មៅម្នាក់នោះមិនដាក់ភ្នែកឡើយព្រមទាំងបានលិចនៅស្នាមញញឹមដ៏ត្រជាក់ស្រទុំឡើងយ៉ាងមានរឹកពាចង់ដើរទៅយកជ័យជំនះខ្លាំងបំផុតខណៈដែលបុរសអាវខ្មៅម្នាក់នោះក៏បានបោះជំហានជើងដើរឆ្ពោះមកខាងមុខអមទៅដោយសំឡេងលាន់ឮនៃការអូសខ្សែច្រវាក់ដៃដ៏មានអំណាចទៅនឹងដីបង្កឲ្យកើតមាននូវសំឡេងដ៏គួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងបំផុតលុះនៅពេលដែលចម្ងាយរវាងបុគ្គលទាំងពីររូបគឺនៅសេសសល់ចម្ងាយប្រមាណជា30ម៉ែត្រដាច់ពីគ្នាភ្លាមពួកគេក៏បាននាំគ្នាបញ្ឈប់ជំហានជើងផ្លែតរួចហើយក៏បានបង្កើតការឈរសម្លឹងមើលមុខគ្នាទៅវិញទៅមកជួហ្វានពោលថាវាពិតជាមានសភាពសំណាងល្អខ្លាំងណាស់ដឹងទេដែលនៅក្នុងលើកនេះរូបខ្ញុំមានលទ្ធភាពធ្វើដំណើរមកដល់ទីនេះទាន់ពេលវេលាកំណត់ល្មមព្រោះប្រសិនបើរូបខ្ញុំមានចិត្តធ្វេសប្រហែសធ្វើដំណើរមកដល់ទីនេះមានសភាពយឺតយ៉ាវតែបន្តិចទៀតនោះខាងក្រុមត្រកូលលូរបស់យើងគឺច្បាស់ជាត្រូវទទួលរងនឹងការបាត់បង់ដ៏ធំធេងនៅវត្តមានកំពូលមេដឹកនាំដ៏ពូកែទាំង3រូបចោលជាក់ជាមិនខានឡើយកាលពីមុនមកខ្ញុំធ្លាប់គិតសន្មត់នៅក្នុងចិត្តបាត់ទៅហើយថាដរាបណាមានវត្តមាននៃការបើកចិត្តចេញមុខជួយការពារយាមក្បែរខ្លួនពីសំណាក់លោកចាស់ទុំលីខឺធានហើយនោះពួកឯងច្បាស់ជានឹងអាចមានសុវត្ថិភាពល្អជាក់ជាប៉ុន្តែរូបខ្ញុំគឺពិតជាមិនមានការនឹកស្មានទុកជាមុនតតែសោះឡើយថាពួកឯងហ៊ានមានចិត្តថ្លើមធំដល់ថ្នាក់ចាត់ចែងបញ្ជូននៅក្រុមកងមេបញ្ជាការដ៏មានអំណាចខ្លាំងក្លានឹងឲ្យមកឈរជើងចាំបើកការស្ទាក់ផ្លូវវីសម្រុកពួកយើងទៅវិញសោះមើលទៅលើសភាពការជាក់ស្ដែងប្រសិនបើពួកយើងមិនព្រមបើកចិត្តប្រគល់ខ្លួនពួកសមាជិកត្រកូលយូហ្វានឲ្យទៅដល់ដៃពួកឯងទេនោះគឺពួកឯងច្បាស់ជានឹងមិនព្រមបោះបង់ចោលនៅគំនិតផែនការថោកទាបមួយនេះឡើយតើវាពិតជាមានសភាពបែបហ្នឹងមែនទេឯងជួហ្វានបានលេចនៅស្នាមញញឹមដ៏ត្រជាក់ស្រទុំឡើងរួចពោលសួរដេញដោលចំពោះមុខបុរសពាក់អាវខ្មៅម្នាក់នោះបានឆ្លើយតបវិញដោយសំឡេងដ៏ត្រជាក់ស្រទុំថាកម្លាំងសមត្ថភាពពិតប្រាកដខាងផ្នែកការទស្សន៍ទាយនិងព្យាករណ៍ដឹងទុកជាមុនរបស់មនុស្សត្រកូលយូហ្វានគឺពិតជារឿងដ៏មានតម្លៃសំខាន់ខ្លាំងណាស់ដែលនរណាម្នាក់ក៏កើតមានចិត្តចង់បានមកគ្រប់គ្រងជារបស់ផ្ទាល់ខ្លួនដែរហើយរឿងរ៉ាវដ៏ល្អប្រសើរមួយនេះគឺវាមិនមែនមានកើតមានឡើងត្រឹមតែចំពោះមុខពួកមនុស្សរបស់ត្រកូលលូពួកឯងនោះឡើយអាល្អិតពីព្រោះដឹងទេថានៅក្នុងខ្សែជីវិតរស់នៅនាពេលថ្ងៃអនាគតខាងមុខកម្លាំងឥទ្ធិពលបារមីដ៏សក្តិសិទ្ធិរបស់ត្រកូលយូហ្វានគឺច្បាស់ជានឹងដើរតួនាទីយ៉ាងសំខាន់និងមានតម្លៃអស្ចារ្យបំផុតជាក់ជាមិនខានឡើយហេតុដូច្នេះហើយពិតប្រាកដណាស់គឺរូបអញមិនព្រមបណ្ដោយបើកឱកាសឲ្យពួកឯងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរកវិធីមកក្តាប់យកអំណាចគ្រប់គ្រងទៅលើរូបលោកដាច់មុខម្នាក់ឯងបានឡើយដឹងទេប៉ុន្តែចម្លែកចិត្តបន្តិចព្រោះរាល់ស្នៀតគុណនៃការបើកការវាយប្រហារដ៏ខ្លាំងក្លារបស់ឯងអំបញ្ញមិញនេះវាបានធ្វើឲ្យនៅក្នុងចិត្តអញស្រាប់តែនឹកគិតទៅដល់វត្តមានរបស់ពួកដៃគូប្រកួតចាស់ៗដ៏មានឥទ្ធិពលកាលពីមុនផ្លេតតើកាលពីមុនមកខ្លួនឯងធ្លាប់មានសមត្ថភាពរកវិធីយកឈ្នះលើរូបគេបានសម្រេចដែរឬទេព្រោះចូលឯងដឹងខ្លួនឲ្យបានច្បាស់លាស់ទៅថាប្រសិនបើរូបអញត្រូវទទួលបរាជ័យចាញ់កញ្ញាំដៃគេមែននោះគឺសូម្បីតែខ្សែជីវិតរបស់ឯងក៏ច្បាស់ជាត្រូវរកវិធីបញ្ចប់ទៅតាមសភាពការនោះដូចគ្នាដែរជួហ្វានបានពោលឡើងមកយ៉ាងមានទំនុកចិត្តជឿជាក់ខ្ពស់បំផុតនៅក្នុងចិត្តរបស់គេបុរសពាក់អាវខ្មៅម្នាក់នោះឮហើយកើតមានក្តីភ្ញាក់ផ្អើលជាខ្លាំងរហូតដល់ថ្នាក់បើកភ្នែកទាំងសងខាងរបស់វាឡើងធំរួចតបវិញទាំងចិត្តខឹងថាទោះបីជាការពិតជាក់ស្ដែងកាលពីមុនមករូបអញត្រូវទទួលបរាជ័យចាញ់ក្រញាំដៃគេពិតប្រាកដមែនក៏ដោយក៏វាមិនមែនមានន័យសេចក្តីកំណត់សន្មត់ថាត្រឹមតែមនុស្សកាកសំណល់ដូចជាឯងនឹងអាចមានសមត្ថភាពរកវិធីមកយកជ័យជំនះលើរូបអញបានសម្រេចនោះឡើយនិយាយមិនទាន់ដាច់ពាក្យសម្ដីស្រួលបួលផងស្រាប់តែមានរស្មីនៃធម៌ពលកំហឹងនិងចេតនាសម្លាប់ដ៏គួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងមួយបានចាប់ផ្ដើមបើកការសាយភាយខ្ចរខ្ចាយចេញមកពីក្នុងអាវខ្មៅរបស់វាភ្លាមវាបានលូកដៃទៅក្តាប់យកខ្សែច្រវាក់ដៃរបស់ខ្លួនឲ្យណែនដៃបំផុតរួចហើយក៏បានបើកការគម្រាតព័ទ្ធវាជុំវិញខ្លួនមិនខុសអីពីសត្វពស់យក្សដ៏មានពិសឡើយរួចហើយក៏បានបើកការវាសម្រុកចេញទៅខាងមុខយ៉ាងលឿនសម្ដៅត្រង់ទៅកំទេចដោយវាបានរកវិធីជៀសវាងចេញឲ្យផុតពីកម្លាំងវាយប្រហារនៃបាតដៃខាងស្ដាំរបស់ជូហ្វានភ្លាមលោកចាស់ទុំរសាខ្ពស់លោកពិតជាមានកម្លាំងសមត្ថភាពពូកែនិងមានភាពរហ័សរហួនខ្លាំងណាស់តើណូជូហ្វានឃើញហើយក៏បានផ្ទុះសំណាច់ឡើងមកយ៉ាងមានសភាពសើចចំអកលោកលើយបំផុតគេគ្រាន់តែធ្វើរឹកពីលូកដៃខាងឆ្វេងទៅបក់ក្រវីទៅខាងមុខស្រាលៗតែប៉ុណ្ណោះ
ស្រាប់តែខ្សែច្រវាក់ដៃពណ៌ខ្មៅដ៏មានអំណាចមហិមានឹងក៏ត្រូវកើតមានសភាពកកកុញរឹងស្កកមួយកន្លែងនៅចំកណ្ដាលអាកាសភ្លាមដោយសារតែវាត្រូវបានរងនឹងការលូកដៃទៅក្តាប់ចាប់ជាប់ណែនពីសំណាក់កញ្ញានាគមាសដ៏មានអំណាចរបស់គេបាត់ទៅហើយតើវាអាចទៅរួចបានយ៉ាងម៉េចទៅវិញហេតុអីបានជាស្រាប់តែមានលេចចេញនៅវត្តមានរបស់កញ្ញានាគមាសដ៏មានអំណាចនឹងមកទីនេះទៅវិញបុរសម្នាក់នោះបានស្រែកឡើងមកខាងក្រៅទាំងក្តីតក់ស្លុតចិត្តជាខ្លាំងសម្រាប់នៅក្នុងខណៈពេលនេះគឺវាទើបតែជាពេលវេលាដ៏ល្អប្រសើរមួយដែលធ្វើឲ្យឯងអាចមានសេចក្តីយល់ដឹងច្បាស់លាស់ពីទោសកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួនឯងពិតប្រាកដមែនប៉ុន្តែគួរឲ្យស្ដាយព្រោះវាពិតជាមានសភាពយឺតពេលហួសទៅហើយដឹងទេជួហ្វានពោលដាច់សម្ដីភ្លាមគេក៏បានប្រញាប់លូកដៃបង្កើនកម្លាំងទាញយកខ្សែច្រវាក់ដែកមួយខ្សែនោះត្រឡប់មកវិញយ៉ាងខ្លាំងបំផុតបានជួយរុញច្រានបង្កើតជាកម្លាំងដ៏មហិមាក្រវ៉ាត់បោកប្រហាររាងកាយរបស់បុរសពាក់អាវខ្មៅម្នាក់នោះឲ្យខ្ទាតធ្លាក់ចុះទៅបុកទង្គិចគ្នាជាមួយនឹងផ្ទៃដីយ៉ាងចាស់ដៃបំផុតរហូតដល់ថ្នាក់អាចបង្កើតឲ្យកើតមាននៅរន្ធរណ្ដៅដីជ្រៅមួយដែលមានទំហំធំល្វឹងល្វើយដល់ទៅរាប់រយម៉ែត្រឯណោះខណៈនោះពពកផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកបានចាប់ផ្ដើមហុយបោកបក់ឡើងខ្ពស់ទៅលើរួចហើយក៏បានបើកការហោះហើរត្រសែតសម្ដៅត្រង់ចូលមកបើកការវាយសម្រុកចំពោះមុខជូហ្វានសាជាថ្មីភ្លាមលោកមេការគ្រប់គ្រងធំជូហ្វានចូលលោកបញ្ញាប់រកវិធីបើកការវាយលុកសម្រុកចំពោះមុខសម្ដៅត្រង់ទៅបំផ្លាញលើធម្មពលវិញ្ញាណដើមរបស់វាភ្លាមទៅលីខឺធានបានប្រញាប់ស្រែកឡើងដើម្បីជាការជួយជំរុញចិត្តពីខាងក្រៅភ្លាមជូហ្វានលេចនៅស្នាមញញឹមដ៏ត្រជាក់ស្រទុំឡើងគេបានលូកដៃទាំងសងខាងទៅបើកការបង្កើតឡើងនៅកំពូលមហាយ័ន្តអាត់កំបាំងមួយភ្លាមព្រមទាំងបានបញ្ចេញនូវសំឡេងស្រែកកំហកឡើងយ៉ាងខ្លាំងក្លាបំផុតថាអមទៅដោយខណៈពេលមានលេចចេញនៅធម្មពលរស្មីនៃផ្លេកបន្ទោដ៏មានអំណាចមហិមាមួយខ្សែបានដើរលេចពន្លឺឡើងវាគឺជាកំពូលវិជាផ្លេកបន្ទោបិសាចដ៏ល្បីល្បាញអស្ចារ្យរបស់ជូហ្វាននឹងឯងដែលថាកម្លាំងធម្មពលរស្មីនៃផ្លេកបន្ទោបិសាចមួយខ្សែនោះគឺវានឹងមានសភាពកើនឡើងនៅកម្រិតភាពខ្លាំងក្លានិងភាពសាហាវឃោរឃៅខ្ពស់ខ្លាំងណាស់ទៅតាមកម្រិតនៃកម្លាំងធម្មពលអំណាចបារមីពិតប្រាកដរបស់ជូហ្វានតើអាជារបស់របរឈួតលប់ស្អីគេនឹងខ្សែច្រវាក់ដៃដ៏មានអំណាចបានបើកការវាយសម្រុកចម្ដងខ្លួនបរោះអាវខ្មៅម្នាក់នោះភ្លាមបានធ្វើឲ្យវាត្រូវតែស្រែកធ្ងរឡើងមកខាងក្រៅដោយក្តីឈឺចាប់ខ្លាំងលំបាកវេទនាជាពន់ពេកលុះរងចាំរហូតដល់ខណៈពេលដែលពពកផ្សែងទាំងឡាយបានចាប់ផ្ដើមបក់រសាត់បាត់ទៅឆ្ងាយអស់រលីងទៅនោះរូបរាងកាយទាំងមូលរបស់វាគឺបានប្រែក្លាយទៅជាមានសភាពមិនខុសអីពីរូបរាងកាយដែលត្រូវរងនឹងការរលាយបាត់បង់សភាពអស់រលីងនោះឡើយប៉ុន្តែវាគឺកំពុងតែប្រឹងប្រែងខ្នះខ្នែងរកវិធីដើម្បីជួយផ្សំផ្គុំរូបរាងកាយរបស់ខ្លួនឲ្យត្រឡប់មកដូចជាសភាពដើមវិញធ្វើឲ្យពួកក្រុមកងទ័ពស្រមោលបិសាចដែលនៅជុំវិញទាំងអស់ត្រូវកើតមានការតក់ស្លុតនិងរន្ធត់ចិត្តនៅក្នុងចិត្តជាខ្លាំង